បាទសួស្តីបងប្អូនសូមស្វាគមន៍ Channel ដំណើរកំសាន្តព្រៃភ្នំម្ដងទៀតហើយបាទហ្នឹងហើយថ្ងៃនេះខ្ញុំមកចំការហើយក៏ឆ្លៀតថតតិចតួចទៅមានចេកមានអីដោយក្បាលវីដេអូមិញហើយទេសភាពគួរចង់គយគន់មែនតើមានទាំងចំការចន្ទីអូយថាមកយូរម្ដងចេះថតទេនេះមានទាំងរពៅមានទាំងចេកមានទាំងអំពៅអានេះខ្ញុំកាប់ចេកណាបងប្អូនកាប់ចេកតែច្រឡំថតវីដេអូខ្លីហើយនេះមានទាំងជាអាណាជាអីដោះនៅក្រោមខ្ទមណាបងប្អូនដោះក្រោមខ្ទមហ្មងដោះល្អមែនតើតែមានមនុស្សដាំទេម៉ូតូខ្ញុំអូម៉ូតូភក់ប្រឡាក់អស់ហើយនេះគឺរបស់ថាព្យាបាលផ្ទៀលព្យាបាលរបួសចាស់បដើមយើងចិត្តព្យាបាលរបួសណាផ្ទៀលហ្នឹងកាលមុនអត់មានថ្នាំទេតែបាត់អាហ្នឹងព្យាបាលនេះផ្ទៀលខ្មោចពេលយើងដាក់ហ្នឹងទេខ្មោចវាលែងតាមមិញអីយើងហើយយើងរួចផុតហើយអាហ្នឹងបងប្អូនដូចចាស់គាត់ថាអញ្ចឹងហើយនេះមានទាំងតបែកទាំងអីអូតបែកអត់ទាន់មានទេមានបើមានគេបេះអស់ហើយគេបេះហើយនៅចិត្តផ្លូវថតទាំងប្រទេសទាំងអីបងប្អូនយូរមកជាការម្ដងចេះថតទេហើយនេះស្មៅពេញលេងសត្វស្មៅអត់មានពេលទៅសម្អាតទេនេះទាំងតយងចេកបេតយងចេកទឹកនេះដើរទៅចំការនេះដំឡូងមីអាចការដំឡូងតើអត់មានដំឡូងនេះមានតែ1 2នោះហើយមានថតទាំងចន្ទីទៅទូចទៅប្រហែលជា1ឆ្នាំ2ឆ្នាំប្រចលោះហ្នឹងហើយវាទូចមែនតើវាអត់ដាក់ជីនេះរបស់ប្លែកតែឆ្ងល់អាហ្នឹងគេហៅអីគេបងប្អូននេះដូចផ្សិតដូចមិនផ្សិតទេវាទូចហើយក្រោមដើមលហុងហើយក៏អស់ចិត្តទៀតក៏ទៅថតម្ដងទៀតតែអាហ្នឹងវាជាស្អីអាហ្នឹងតែយើងអត់ដឹងវាអាហ្នឹងនេះអាហ្នឹងវាមូលដូចពងអូលទ្រីសមិនទេវាចង់ធំជាងអូលទ្រីសហើយចំការសុទ្ធតែថ្មចំការនេះវាចិត្តព្រំដែនវៀតណាមបងប្អូនខាងនោះភ្នំនោះព្រំដែនវៀតណាមហើយទេសភាពគឺចង់គយគន់មែនតើស្អាតម្យ៉ាងនេះស្រុកស្រែស្អាតប៉ុន្តែវាក៏មានការជិះទៅវាពិបាកជិះមកពីផ្ទះមកចការវាពិបាកដោយសារភ្លើងលោកលៀនមានទាំងដើមលហុងមានទាំងស្វាយចន្ទីមានទាំងដំឡូងមីមានទាំងផ្សិតទូចមិញតែចំការនេះវារៀងហត់បន្តិចដោយសារតែមានថ្មពេលយើងកាប់ឆ្កាកាប់អីទៅវារៀងហត់ហ្នឹងហើយបងប្អូនបាយសូមអរគុណប៉ុណ្្នឹងហើយ